នៅពេលនេះ Kego Sport សូមអាប់ដេតព័ត៌មានដែលទាក់ទងទៅនឹងក្លឹបបាល់ទាត់ Chelsea មិនព្រមទិញផ្ដាច់កុងត្រារបស់កីឡាករ Jadon Sancho ពីក្លឹបបាល់ទាត់ Manchester United នៅខែមិថុនាឆ្នាំ2025ក្រុមបាល់ទាត់ Chelsea បានសម្រេចចិត្តមិនបន្តការផ្ទេរកីឡាករ Jadon Sancho ជាអចិន្ត្រៃយ៍ពីក្រុម Manchester United ទេការសម្រេចចិត្តនេះបានធ្វើឲ្យ Chelsea ត្រូវបង់ប្រាក់ពិន័យចំនួន5លានផោនដើម្បីបញ្ចប់កិច្ចសន្យាខ្ចីជើងដែលមានកាតព្វកិច្ចនៅការទិញដាច់កីឡាកររូបនេះសូមបញ្ជាក់ថងដែរថាកាលពីខែសីហាឆ្នាំ2024 Chelsea បានខ្ចីជើង Jadon Sancho ពី Manchester United សម្រាប់រដូវកាល2024-2025កិច្ចសន្យានេះមានលក្ខខណ្ឌថា Chelsea ត្រូវទិញ Sancho ជាអចិន្ត្រៃយ៍ក្នុងតម្លៃ25លានផោនប្រសិនបើក្រុមបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់មិនលើកលេខ14នៃ Premier League ប៉ុន្តែ Chelsea បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ4ប៉ុន្តែបានសម្រេចចិត្តមិនអនុវត្តលក្ខខណ្ឌនោះទេដោយសុខចិត្តបង់ប្រាក់ពិន័យ5លានផោនទៅកាន់ Manchester United សមិទ្ធផលរបស់ Sancho នៅ Chelseaក្នុងរដូវកាល2024-2025 Sancho បានចូលរួមប្រកួតចំនួន41លើកស៊ុតបញ្ចូលទីបាន5គ្រាប់និងជួយឲ្យក្រុមឈ្នះ UEFA Conference League ដោយស៊ុតបញ្ចូលទីក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយ Real Betisទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់គាត់មិនអាចធានាតំណែងជាសមាជិកសំខាន់ក្នុងក្រុមបានអ្នកមូលហេតុសំខាន់មួយដែលធ្វើឲ្យការផ្ទេរមិនអនុវត្តគឺការមិនអាចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន Sancho មានប្រាក់ខែប្រហែល 25,000 ផោនក្នុងមួយសប្តាហ៍ដែល Chelsea មិនចង់បន្តបង់ប្រាក់ចំនួននេះអនាគតរបស់ Sancho បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើង Sancho នឹងត្រឡប់ទៅ Manchester United ទោះជាយ៉ាងណាគាត់មិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការក្រុម Ruben Amorim សម្រាប់រដូវកាលក្រោយទេ Manchester United កំពុងស្វែងរកការលក់ Sancho ដើម្បីបង្កើនថវិកាសម្រាប់ការទិញកីឡាករថ្មីក្នុងនោះដែរមានការចាប់អារម្មណ៍ពីក្រុម West Ham ដែលអាចធ្វើការផ្លាស់ប្ដូរជាមួយកីឡាករ Mohamed Kudus សូមកុំភ្លេចជួយ follow like និង share ឲ្យ page Kego Sport ម្នាក់មួយផងណាសូមអរគុណសូមគោរពលា